ស្វាគមន៍មកកាន់ការរៀនលក់ទាំងអស់គ្នាអញ្ចឹងអ្នករៀនលក់រៀនលក់ទាំងអស់គ្នារៀនចោះរៀនឡើងហើយមានសំណួរមួយទៀតហើយតែខ្ញុំទទួលបានថាតើយើងគួរតែលក់តាម trend ឬក៏យើងគួរតែរកស៊ីតាមគេអញ្ចឹងពីខ្ញុំបទសននៅក្នុងផ្នែកលក់ក៏ដូចជាបដិបដាលជំនាញលក់ខ្ញុំគិតថាឬក៏យល់ឃើញថាហើយមួយទៀតចំហតែម្ដងហ្នឹងខ្ញុំមិនលើកទឹកចិត្តបងប្អូនលោកស្រីឲ្យលក់តាម trend ទេมันលើកទឹកចិត្តឲ្យបងប្អូនជាអ្នកលក់ទាំងអស់ហ្នឹងលក់តាមគេតាមឯងដែររកស៊ីតាមគេតាមឯងដែរដែលយើងក៏លេខមើលចេះមើលនៅលក់កាហ្វេអញ្ចឹងបើសិនបើយើងមើលតាម trend ណាលក់កាហ្វេទាំងអស់គ្នាចុងក្រោយខាតរាប់សិបនាក់សំណួរសួរហេតុអីបានអញ្ចឹងដោយសារយើងតាម trend យើងតាម trend វាបញ្ជាក់ថាយើងអត់មានជំនាញទេយើងអត់មានជំនាញឯកទេសយើងអត់មានចំណេះដឹងលើអាជីវកម្មហ្នឹងយើងអត់មានចំណេះដឹងលើផ្នែកលក់ហ្នឹងទេយើងលក់តាមគេឃើញគេ live លក់យើង live ដែរមិនប្រកាសថាយើងលក់បានដែរដោយសារអីទេពកោសល្យក៏ដូចចំណេះជំនាញយើងក្នុងការ live បច្ចេកទេសយើងក្នុងការ live វាមិនដូចគេមិនមានកម្រិតដូចគេមួយទៀតអាសានភាពរបស់យើងឬក៏ទីតាំងរបស់យើងចូលជើងនៅតំបន់មួយដែលវាមិនអនុគ្រោះក្នុងការ live ក្នុងការតាម trend ទេចំពោះខ្ញុំចំហមុខបំគឺធ្វើអីក៏ដោយជាអ្នកលក់ហ្នឹងណាធ្វើទៅតាមជំនាញប្រសើរជាងអញ្ចឹងបើសិនជាបងប្អូនលោកស្រីប្រកែខាងលក់តាមលក្ខណៈ live លក់ទៅហើយមិនបាច់ដូរវិធីទេរោតែវិធីហ្នឹងទៅចំណេញហើយទី1ទី2បើបងប្អូនណាដែលប្រកែខាងរៀបចំ decor ឲ្យស្អាតអញ្ចឹងណាលក់តាមរបៀបហ្នឹងអូខេតាមហ្នឹងបងប្អូនខ្លះក៏លក់តាមរយៈបង្កើត content អូខេលក់តាមហ្នឹងទៅបងប្អូនខ្លះទៀតគាត់ប្រកែខាងលក់តាម channel Telegram អញ្ចឹងលក់ក្បាច់ហ្នឹងទៅមិនក្បាច់អីផ្សេងទេអ្នកណាប្រកែតាមធ្វើវីដេអូតាម TikTok ប្រម៉ូទតាម TikTok អញ្ចឹងណាក៏លក់ដាច់តាម TikTok លក់បែបហ្នឹងទៅមានបងប្អូនមួយចំនួនទៀតដែលរៀនហើយខ្ញុំបានជួបគាត់ប្រកែខាងទេភ្ញៀវឲ្យលក់បានអញ្ចឹងក៏ទេទៅបងប្អូនមួយចំនួនទៀតគាត់ប្រកែខាងតោះជួបគេទៅជួបគេផ្ទាល់ក៏លក់បានអូខេតាមហ្នឹងទៅហើយប្រើចំណេះជំនាញរបស់យើងហ្នឹងអញ្ចឹងខ្ញុំមិនលើកទឹកចិត្តបងប្អូនលោកស្រីដែលរៀនលក់ទាំងអស់ហ្នឹងក្រោយពីរៀនហើយទៅធ្វើតាមគេអត់ដែលហើយហេតុអីបានរៀនមិនបាច់រៀនទេបើរៀនហើយទៅលើតាមគេដដែលហ្នឹងមិនបាច់រៀនទេគឺរៀនយកចំណេះជំនាញអញ្ចឹងតាមរយៈវីដេអូដែលខ្ញុំចែកម្លែកនេះគឺចង់ប្រាប់ក៏ដូចជាចែកម្លែកដល់បងប្អូនថាយើងម្នាក់យើងមានចំណេះជំនាញរៀងខ្លួនមានទេពកោសល្យផ្សេងគ្នាអញ្ចឹងប្រើទេពកោសល្យនឹងចំណេះជំនាញនឹងបានជោគជ័យច្រើនអញ្ចឹងបងប្អូនមួយចំនួនគាត់បើកតាហាងមួយហើយគាត់លក់ដាច់រហូតបាទបងប្អូនមួយចំនួនទៀតគាត់មានមធ្យោបាយដឹកលក់រហូតអញ្ចឹងទៅបងប្អូនដែលលក់ធានារ៉ាប់រងឧទាហរណ៍អញ្ចឹងគាត់អ្នកខ្លះគាត់ជំនាញខាងទេភ្ញៀវអ្នកខ្លះគាត់ជំនាញខាងទៅជួបអញ្ចឹងក៏លក់បានអញ្ចឹងមិនត្រូវការតាម trend ទេប៉ុន្តែយើងជាអ្នកលក់ត្រូវការទំនើបយើងធ្វើទំនើបកម្មអញ្ចឹងអ្នកលក់ទាំងអស់ត្រូវតែទំនើបទាន់សម័យហើយត្រូវតាមស្ថានភាពទីតាំងនិងរដូវកាលអញ្ចឹងបើខ្ញុំវិញលើកទឹកចិត្តឲ្យបងប្អូនលោកស្រីលក់តាមរដូវកាលជៀសវាងលក់តាម trend ព្រោះ trend បើយើងតាមអត់ទាន់យើងអាចខាតប៉ុន្តែបើតាមរដូវកាលយើងអត់ខាតទេយើងត្រូវដឹងថានៅកម្ពុជារដូវកាលមានអីខ្លះអញ្ចឹងណាបើយើងលក់ជាទំនិញយើងមើលរដូវកាលបើយើងលក់ភេសជ្ជៈក៏យើងមើលរដូវកាលនិងតម្រូវការផងដែរមិនមែនមានន័យថាឃើញគេលក់កាហ្វេទាំងអស់គ្នាលក់កាហ្វេទេកាហ្វេគឺមួយឆាវមិនមែនគ្រប់គ្នាផឹកកាហ្វេទេនេះគឺជាការលក់តាម trend គឺជាអាជីវកម្មតាម trend អញ្ចឹងហេតុអីបានក្រុមហ៊ុនធំគេនៅដោយសារគេមិនមែនលក់តាម trend ទេគេលក់តាម brand name របស់គេលក់តាមគុណភាពគេលក់តាមសេវាកម្មដែលឥតខ្ចោះរបស់គេមិនមែនលក់តាមទីផ្សារទេមែនតើទៅមានតែ business តូចឬក៏អ្នកលក់ដែលថ្មីថ្មោងទេដែលគាត់ធ្វើអីបែបងាយបែបលឿនអញ្ចឹងណាប៉ុន្តែបើគាត់ចង់ឈូជើងក្នុងវិស័យនៃលក់ជំនាញគឺសំខាន់គាត់ត្រូវតែប្រើជំនាញក្នុងការលក់អញ្ចឹងសំណួរសួរថាយើងប្រកែមួយណាប្រើមួយនឹងទៅហើយរៀនបំពន់អ្វីដែលយើងប្រកែនឹងឲ្យកាន់តែខ្លាំងអញ្ចឹងយើងមិនចាំបាច់ទៅលក់ទេដូចខ្ញុំអញ្ចឹងមានគេសួរខ្ញុំថាមិនក៏មិនទៅលក់មិនដើរលក់អីចឹងណាខ្ញុំសួរគេវិញថាតើអ្នកដឹងថាខ្ញុំលក់ដោយវិធីណាបាទចម្លើយគាត់អត់ដឹងទេ
ខ្ញុំមានវិធីលក់របស់ខ្ញុំដូចគ្នាអញ្ចឹងខ្ញុំលក់តាមបច្ចេកទេសរបស់ខ្ញុំទេខ្ញុំមិនអាច copy ឬធ្វើតាមអ្នកណាកើតព្រោះខ្ញុំជាខ្ញុំហើយខ្ញុំមានក្បាច់គុណរបស់ខ្ញុំធ្វើតាមគេអត់បានប៉ុន្តែខ្ញុំរៀនថាគេលក់មិនបានអញ្ចឹងអ្នកមនុស្សជាច្រើនក៏លក់បានតាមបែប trend ហ្នឹងតាម trend អញ្ចឹងមិនមែនលក់តាម trend ហ្នឹងខុសទេសំខាន់សួរថាយើងតាមតាន់អត់យើងទៅនើបអត់អញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យអ្នកលក់ទាំងអស់ត្រូវតែ upgrade ខ្លួនឯងឲ្យទាន់សម័យលក់តាមបែបទាន់សម័យវិញកុំតាមគេតាមបែបអញ្ចឹងយើងឈរជើងឲ្យបានយូរទេចំណុចមួយដែរដែលយើងគួរចាប់អារម្មណ៍នៅពេលដែលយើងធ្វើតាម trend យើងនឹងភ្លេចខ្លួនឯងភ្លេចបច្ចេកទេសខ្លួនឯងគឺយើងដើរផ្លូវកាត់លឿនចុងក្រោយយើងនឹងមានអារម្មណ៍ថាអស់អតិថិជនហើយខ្ញុំអស់អតិថិជនហើយអស់អ្នកទិញរបស់ខ្ញុំហើយអញ្ចឹងជួបខ្ញុំវីដេអូក្រោយថាតើពិតជាអស់អតិថិជនមែនអត់